ក្តៅតែម្ដងប្រិមិត្តមេដឹកនាំកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតសរសេរលិខិតដោយផ្ទាល់ខ្លួនផ្ញើទៅកាន់លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកដើម្បីសុំចរចាជាមួយគ្នាបន្ទាប់ពីមេដឹកនាំមហាអំណាចរូបនេះដំឡើងពន្ធរហូតទៅដល់49%ក្នុងការនាំទំនិញពីកម្ពុជាលិខិតនេះសម្ដេចនាយករដ្ឋមន្ត្រីទើបតែបង្ហោះនៅលើគណនី Facebook របស់ខ្លួននៅម៉ោង 8:02 នាទីយប់ថ្ងៃទី 4 ខែមេសាឆ្នាំ 2025 នេះក្នុងលិខិតនេះមេដឹកនាំកម្ពុជាស្នើសុំលោកដូណាល់ត្រាំពន្យាពេលក្នុងការអនុវត្តពន្ធថ្មី 49% មួយរយៈសិនតាមការគ្រោងទុកពន្ធថ្មី 49% នេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី 9 មេសាតទៅនេះផ្អែកតាមលិខិតដដែលសម្ដេចប្រមុខរដ្ឋាភិបាលបានចាត់តាំងលោកស្រីចមនិមលរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាដើម្បីចរចាជាមួយតំណាងពាណិជ្ជកម្មរបស់អាមេរិកបាទបងប្អូនប្រិយមិត្តទាំងអស់គ្នាបន្ទាប់ពីដំណឹងដ៏ក្តៅគគុកដែលលោកដូណាល់ត្រាំបាទគឺបានដំឡើងពន្ធការនាំចូលរបស់កម្ពុជារហូតទៅដល់49%ស្របពេលដែលកម្ពុជាបានយកពន្ធនាំចូលពីអាមេរិករហូតទៅដល់96%ឯណោះបងប្អូនដូច្នេះបន្ទាប់ពីបាទមានការដំឡើងពន្ធពីលោកដូណាល់ត្រាំបាទមេដឹកនាំរបស់កម្ពុជាគឺមិនអោបដៃឈរមើលទេគឺបានខ្នះខ្នែងខ្លាំងមែនទែនក្នុងការសូមចរចាជាមួយនឹងលោកដូណាល់ត្រាំដើម្បីពិភាក្សាម្ដងទៀតបាទពាក់ព័ន្ធទៅនឹងការអនុវត្តពន្ធថ្មី 49% មកលើកម្ពុជាអញ្ចឹងបងប្អូនរងចាំដំណឹងបន្តទាំងអស់គ្នាអញ្ចឹងបងប្អូនកុំភ្លេចចុច Subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មាននៅក្នុងដៃជាបន្តបន្ទាប់បាទសូមអរគុណ